អ្នកអើយតើអ្នកទៅណាមកណាបានជាមកដល់ទីនេះណែអ្នកអើយខ្ញុំវង្វេងផ្លូវអស់7ថ្ងៃហើយសូមអ្នកមេត្តាជួយនាំផ្លូវចេញពីទីនេះទៅកាន់ក្រុងពារាណសីផងមិនអីទេចូលអ្នកឡើងលើខ្នងយើងមកយើងនឹងជូនអ្នកទៅដល់ជីព្រៃនេះស្ដេចដំរីអាណិតព្រានព្រៃក៏ឲ្យឡើងជិះលើខ្នងទើបនាំត្រឡប់ទៅកាន់ផ្លូវមនុស្សវិញឯព្រានព្រៃនោះជាមនុស្សអប្រិយជូរជាតិអបលៈទ្រឹស្ដីស្មូតទូរយុសបានត្រឡប់ទៅដល់ក្រុងពារាណសីវិញក៏នាំរឿងនោះទៅថ្វាយព្រះចៅម្ចាស់ផែនដីបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានវង្វេងផ្លូវក្នុងព្រៃជើងភ្នំឯណោះហើយបានជួបនឹងស្ដេចដំរីសមួយក្បាលពិតជាដំរីមង្គលយ៉ាងពិតប្រាកដក្រាបទូលចុះពេលនេះបើយើងឲ្យអ្នកនាំផ្លូវទៅចាប់ដំរីនោះតើអ្នកនៅចាំផ្លូវទៅទេក្រាបទូលព្រះអង្គទូលបង្គំនៅចាំបានព្រោះពេលចាកចេញមកទូលព្រះបង្គំបានធ្វើដំណើរចំណាំហើយប្រពៃណាស់បើដូច្នេះចូលអ្នកនាំមកដំរីរបស់យើងចូលទៅព្រៃនោះចុះព្រះករុណាថ្លៃវិសេសមកដំរីបានទៅចាប់ដំរីពោធិសត្វហើយនាំយកមកឲ្យនៅក្នុងរូងមង្គលនៅព្រះបរមរាជវាំងមិនតែប៉ុណ្ណោះទ្រង់បានប្រទានអាហារភោជនមានរសជាតិឆ្ងាញ់ពិសាច្រើនមុខដល់ដំរីឯដំរីមិនព្រមទទួលព្រះរាជអំណោយនោះសោះណែស្ដេចដំរីសអើយហេតុអ្វីក៏អ្នកមិនទទួលយកអាហារភោជនរបស់យើងដូច្នេះបបិទ្ធមហារាជយើងមិនអាចលេបអាហារភោជនតែម្នាក់ឯងបានទេហេតុអ្វីទៅបានជាមិនអាចលេបអាហារតែម្នាក់ឯងបានទៅវិញព្រោះយើងមិនបានស្វែងរកចំណីទៅចិញ្ចឹមមេដាដែលនៅក្នុងញោកភ្នំឯណោះយើងជាអ្នកចិញ្ចឹមមេដាពិការភ្នែកមេដាយើងបើអត់ពីយើងហើយមុខជាស្លាប់មិនខានទេយើងមិនត្រូវការដោយអិសរយុសដែលកើតក្នុងទីកំបាំងមុខរបស់មេដាយើងឡើយណែអ្នកទាំងឡាយចូលលេងដំរីធំនេះព្រោះជាសត្វចេះចិញ្ចឹមមេដាអ្នកអើយនៅឲ្យសុខារួបរวมមេដានិងញាតិសន្តានចុះ